រឿងចៅលួចក្រដាសកាលពីព្រេងនាយមានប្តីប្រពន្ធពីរនាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយបុរសជាប្តីជាមនុស្សឧស្សាហ៍ព្យាយាមនិងស្មោះត្រង់មុខរបរប្រចាំថ្ងៃរបស់គាត់គឺត្រូវចូលព្រៃកាប់មែកឈើយកមកត្រាំរៀបចំសិតធ្វើជាក្រដាសដោយដៃយ៉ាងផ្ចិតផ្ចង់ដើម្បីយកទៅលក់នៅឯផ្សារលួងយកប្រាក់មកចិញ្ចឹមគ្រួសារផ្ទុយទៅវិញនាងជាប្រពន្ធជាមនុស្សក្បត់ចិត្តមានគំនិតខូចខើមិនស្មោះត្រង់នឹងប្តីឡើយនាងបានលួចលាក់មានប្រុសហើយម្នាក់នៅក្នុងភូមិជាមួយគ្នាហើយតែងតែលួចជួបគ្នានៅពេលដែលប្តីមិននៅផ្ទះថ្ងៃមួយបុរសជាប្តីបានខិតខំសិតក្រដាសយ៉ាងច្រើនរហូតដល់យប់ជ្រៅដោយសារភាពហត់នឿយនិងស្ញប់ស្ញែងនឹងស្នាដៃក្រដាសស្អាតដែលខ្លួនខិតខំធ្វើគាត់ក៏ប្រញាប់ត្រឡប់មកផ្ទះវិញទាំងយប់ងឹតអាធ្រាត្រជាវេលាមិនប្រក្រតីដែលគាត់ធ្លាប់តែមកដល់ផ្ទះពេលនោះអាហាយកំពុងតែលួចមកជួបនាងជាប្រពន្ធនៅក្រោមផ្ទះប៉ុន្តែមិនទាន់បានឡើងទៅលើផ្ទះផងក៏ស្រាប់តែសូរជាងប្តីមកដល់ដោយសេចក្តីភ័យខ្លាចអាហាយក៏លួចពួនក្បែរជញ្ជាំងក្នុងអន្ការចំអែតនោះបុរសជាប្តីដោយសារហត់នឿយពេកនិងមិនចង់រំខានប្រពន្ធដែលគិតថាដេកលក់ក៏បានយកដុំក្រដាសយ៉ាងក្រាស់នោះទៅដាក់លើគ្រែក្រោមផ្ទះហើយយកដុំធំៗមួយមកសង្កត់ពីលើយ៉ាងមានរបៀបរួចទើបដើរឡើងទៅលើផ្ទះលុះឡើងដល់លើផ្ទះនាងប្រពន្ធឃើញប្តីមកដល់ទាំងយប់ក៏ភ្ញាក់ខ្លួនព្រឺតទាំងភ័យផងទាំងសម្ដែងធ្វើជាខឹងហើយសួរទៅប្តីថាអាអ្នកចុះទៅណាបាត់មិនដែលឃើញនៅផ្ទះសោះដល់មួយថ្ងៃតូរយប់ថ្មើរនេះទើបតែសង្ខាញមុខឡើងមកផ្ទះប្តីក៏ឆ្លើយដោយសម្ដីទន់ភ្លន់ថាអូនអើយប្តីខិតខំសង្វាតទៅសិតក្រដាសពេញមួយថ្ងៃដើម្បីបានក្រដាសស្អាតយកទៅលក់ឯផ្សារគ្រាន់បានប្រាក់មកទិញម្ហូបអាហារចិញ្ចឹមអូននិងគ្រួសារយើងនឹងណាប្រពន្ធឮដូច្នោះក៏សួរដេញដល់ទៀតចុះឥឡូវក្រដាសទាំងនោះអ្នកយកទៅទុកឯណាប្តីឆ្លើយអញទុកនៅលើគ្រែក្រោមផ្ទះឯណោះតើហើយអញបានយកដុំធ្មយ៉ាងធំសង្កត់ពីលើជាប់ស្រួលបួលហើយកុំឲ្យខ្យល់បរិបត្តិឯអាហាយដែលកំពុងលួចពួនស្ដាប់នៅក្រោមផ្ទះគ្រាន់តែបានឮសម្ដីប្តីនិយាយប្រាប់ប្រពន្ធភ្លាមក៏កាត់ក្តីត្រេកអរយ៉ាងខ្លាំងគិតក្នុងចិត្តថាអានឹងហើយក្រដាសទាំងនេះមុខជាបានមកដៃអញដោយញីមិនខានឡើយថាហើយវាក៏លួចរាវប្រមូលយកក្រដាសទាំងប៉ុន្មាននោះរត់គេចខ្លួនបាត់ស្រមោលនៅក្នុងភាពងឹតទៅលុះព្រឹកព្រលឹមស្រាងបុរសជាប្តីបាននាំប្រពន្ធចុះមកក្រោមផ្ទះដើម្បីរៀបចំយកក្រដាសទៅលក់ឯផ្សារប៉ុន្តែស្រាប់តែស្រឡាំងកាំងព្រោះក្រដាសទាំងប៉ុន្មានដែលខិតខំធ្វើស្ទើរស្ដោះឈាមត្រូវបានបាត់បង់អស់គ្មានសល់សំបីតែមួយសន្លឹករកឃើញតែដុំថ្មទេស្អាតនាងប្រពន្ធសម្ដែងធ្វើជាខឹងសម្បាជេរប្រមាថប្តីគ្មានប្រកាសថាមើលចុះមនុស្សល្ងីល្ងើធ្វើការមិនប្រយ័ត្នប្រយែងទុកដាក់អីវ៉ាន់ឲ្យគេលួចអស់ប្រហែលខ្លួនឯងទេដឹងបុរសជាប្តីដោយក្តីជឿចាប់និងឆ្ងល់ថាគ្មានមនុស្សណាដឹងថាគាត់ទុកក្រដាសនៅទីនោះឡើយមានតែដុំថ្មនេះទេដែលនៅក្បែរក្រដាសនោះពេញមួយយប់គាត់ក៏យកខ្សែពួរយ៉ាងមាំមកចងដុំថ្មនោះអូសតាមផ្លូវទាំងស្រែកទៅវាយ៉ាងខ្លាំងរហូតទៅដល់សាលាក្តីរបស់ចៅក្រមដែលដល់ចំពោះមុខចៅក្រមបុរសនោះក៏ប្តឹងថាលោកម្ចាស់ខ្ញុំបានយកក្រដាសទៅទុកក្រោមផ្ទះហើយយកដុំថ្មនេះសង្កត់ពីលើឥឡូវនេះក្រដាសរបស់ខ្ញុំបានបាត់អស់ហើយមានតែដុំថ្មនេះទេដែលនៅទីនោះដូច្នេះខ្ញុំបានសន្និដ្ឋានថាដុំថ្មនេះឯងជាអ្នកលួចក្រដាសរបស់ខ្ញុំសូមលោកម្ចាស់មេត្តាពិចារណាកាត់ក្តីជួយស្វែងរកយុត្តិធម៌ឲ្យខ្ញុំបាទផងចៅក្រមបានឮដូច្នោះក៏សើចចំអកហើយពោលដោយពាក្យសម្ដីមើងងាយថាអាចៅនេះឯងឈ្គួតឬជាតាំងពីដើមរៀងមកមានតែដុំថ្មណាអាចដើរលួចក្រដាសមនុស្សបានទៅកុំមកធ្វើរឿងឥតន័យនៅទីនេះចៅក្រមមិនព្រមទទួលពាក្យបណ្ដឹងនិងមិនព្រមជួយពិចារណារឿងក្តីនេះឡើយបុរសម្ចាស់ក្រដាសកើតទុកមិនសុខចិត្តយ៉ាងខ្លាំងដោយសារសេចក្តីអស់សង្ឃឹមគាត់ក៏បាននាំយកដុំថ្មនោះឡើងទៅក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដើម្បីស្នើសុំព្រះរាជទានយុត្តិធម៌ព្រះមហាក្សត្រទ្រង់ជាស្ដេចមានព្រះបញ្ញាញាណឆ្លៀសវៃពេលទ្រង់ស្ដាប់ដំណើររឿងសពគ្រប់ហើយទ្រង់មិនបានសើចចំអកដូចចៅក្រមឡើយព្រះអង្គទ្រង់ត្រាស់ដេញដល់សួរថាព្រះស្ដេចតើព្រះស្ដេចមានប្រពន្ធឬហិតប្រពន្ធបុរសនោះក្រាបបង្គំទូលថាព្រះករុណាវិសេសខ្ញុំព្រះបាទម្ចាស់មានប្រពន្ធម្នាក់រស់នៅជាមួយគ្នាព្រះមហាក្សត្រទ្រង់ជ្រាបភ្លាមអំពីអាចកំបាំងនៃរឿងនេះទ្រង់ក៏ត្រាស់ថាបើដូច្នោះចូលចៅថយទៅផ្ទះវិញសិនចុះចាំយើងពិចារណារកមុខចោលពិតប្រាកដឲ្យបន្ទាប់ពីបុរសម្ចាស់ក្រដាសថ្វាយបង្គំលាត្រឡប់ទៅវិញព្រះមហាក្សត្រទ្រង់បានចាត់មន្ត្រីអាជ្ញាលួងឲ្យកាន់គង់ដើរប៉ាវប្រកាសពេញប្រជារាស្ត្រក្នុងក្រុងនិងតាមភូមិឋាននានាថាព្រះមហាក្សត្រទ្រង់មានការប្រញាប់និងត្រូវការក្រដាសជាចាំបាច់បំផុតបើប្រជារាស្ត្រណាក៏ដោយដែលមានក្រដាសល្អយកមកថ្វាយព្រះអង្គនឹងប្រទានរង្វាន់ជាប្រាក់កាសយ៉ាងក្រាស់ក្រៃនិងចិញ្ចឹមអ្នកនោះឲ្យរស់នៅក្នុងភាពសុខសាន្តឯអាចៅលួចក្រដាសសហាយកាលបើបាននៅអាជ្ញាលួងវីកងប្រកាសនិងសន្យាផ្ដល់រង្វាន់ធំដូច្នោះក៏កើតចិត្តលោភលន់យ៉ាងខ្លាំងវាគិតថាក្រដាសដែលវាលួចបានមកនោះគ្មាននរណាដឹងឡើយហើយបើបានយកទៅថ្វាយស្ដេចមុខជាបានខ្លាយជាអ្នកមានមិនខានវាក៏មនីមនីស្ពីដុំក្រដាសទាំងនោះឡើងទៅថ្វាយព្រះមហាក្សត្រដល់ព្រះរាជវាំងកាលបើចៅយកក្រដាសមកដល់ព្រះមហាក្សត្រទ្រង់ចាត់ឲ្យទៅហៅបុរសជាប្តីមកមើលគ្រាន់តែឃើញភ្លាមបុរសជាប្តីស្គាល់យ៉ាងច្បាស់ថាជាស្នាដៃសិទ្ធិក្រដាសរបស់ខ្លួនពិតប្រាកដមែនព្រះមហាក្សត្រទ្រង់សម្លឹងមើលមុខចៅរួចត្រាស់សួរដោយព្រះភ័ក្ត្រស្ងប់ស្ងៀមថាក្រដាសទាំងនេះតើព្រះស្ដេចបានមកពីទីណាអាចៅក៏ហកទាំងញើសថាព្រះករុណាថ្លៃវិសេសក្រដាសទាំងនេះគឺខ្ញុំព្រះបាទម្ចាស់ខិតខំធ្វើដោយដៃខ្លួនឯងទានឡើង
ព្រះមហាក្សត្រទ្រង់ជ្រាបថាវាភូតភរទ្រង់ក៏បង្គាប់ឲ្យអាជ្ញាលួងនាំឧបករណ៍មកហើយបញ្ជាឲ្យចៅនោះសិតក្រដាសបង្ហាញនៅចំពោះមុខព្រះភ័ក្ត្រភ្លាមអាចៅនោះមិនដែលចេះធ្វើក្រដាសសំបីតែបន្តិចក៏ងឿងឆ្ងល់នឹងធ្វើមិនកើតសោះឡើយដោយភ័យខ្លាចទោសប៉ះពាល់ដល់ជីវិតវាអាឡែអាឡៃស្ក្រាបទូលប្រែប្រួលសម្ដីថាសូមទ្រង់ព្រះមេត្តាប្រោសក្រដាសនេះខ្ញុំព្រះបាទម្ចាស់មិនបានធ្វើខ្លួនឯងទេគឺបានមកពីប្រពន្ធរបស់ខ្ញុំព្រះបាទម្ចាស់ទៀងព្រះមហាក្សត្រទ្រង់ត្រាស់ថាបើដូច្នោះចូលឯងទៅនាំប្រពន្ធឯងមកទីនេះដើម្បីធ្វើជាសាក្សីអាចោរឮដូច្នោះក៏កាន់តែភ័យតក់ស្លុតរកច្រកចេញមិនរួចក៏ក្រាបទូលសារភាពទាំងញាប់ញ័រថាពិតព្រះអង្គខ្ញុំព្រះបាទម្ចាស់មិនអាចទៅនាំនាងមកបានទេត្បិតអីខ្ញុំព្រះបាទម្ចាស់បានលួចពីគេមកទៀនព្រះមហាក្សត្រទ្រង់ត្រាស់ដេញដោលទម្លាយអាចកំបាំងចុងក្រោយព្រះស្តែងលួចតែក្រដាសគេឬក៏លួចទាំងប្រពន្ធគេផងអាចោរស្ហាយលែងអាចលាក់បាំងបានទៀតហើយក៏ក្រាបថ្វាយបង្គំសារភាពត្រង់ថាសូមទ្រង់ព្រះរាជទានទោសខ្ញុំព្រះបាទម្ចាស់បានលួចទាំងក្រដាសនិងលួចទាំងប្រពន្ធរបស់គេផងទៀននៅពេលដែលការពិតត្រូវលាតត្រដាងយ៉ាងច្បាស់ក្រឡែតព្រះមហាក្សត្រទ្រង់កាត់ក្តីប្រកាសអាជ្ញាយ៉ាងម៉ឺងម៉ាត់អាប្រោះហាយចោលនិងមេស្រីក្បត់ចិត្តប្រពន្ធត្រូវទោសយកទៅលក់ដាច់សរិលលក់ជាទាសករជារៀងរហូតដើម្បីសងជំងឺចិត្តនិងសងការខូចខាតដល់បុរសជាប្តីឯបុរសជាប្តីទទួលបានក្រដាសរបស់ខ្លួនមកវិញព្រមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីព្រះមហាក្សត្រចំពោះភាពស្មោះត្រង់និងការអត់ធ្មត់របស់គាត់រឿងនេះបង្ហាញថាសេចក្តីអយុត្តិធម៌និងអំពើក្បត់ចិត្តទោះជាលាក់បាំងចិត្តយ៉ាងណាក៏ដោយក៏មិនអាចគេចផុតពីពន្លឺនៃប្រាជ្ញាញាណនិងយុត្តិធម៌បានឡើយ